បាទសួស្តីលោកគ្រូអ្នកគ្រូដែលរៀបចំមកបន្ថែមហើយខ្ញុំបានរៀបចំប្រព័ន្ធនេះមួយសម្រាប់ជាជំនួយប៉ុន្តែជួនកាលបង្កផលវិបាកដល់លោកគ្រូអ្នកគ្រូក៏អាចថាបានព្រោះខ្ញុំប្រើទៅវាថាស្រួលលោកគ្រូអ្នកគ្រូប្រើថាស្មុគស្មាញគ្រូអត់ចេះគ្រូមុនអត់ចេះអីអាហ្នឹងអាចជារឿងមួយទៀតអញ្ចឹងវត្ថុអំណងដែលខ្ញុំបង្កើតឡើងនេះជាជំនួយខ្លះសម្រាប់លោកគ្រូអ្នកគ្រូហើយមួយទៀតក៏សូមការអធិស្ឋានពីថ្នាក់ដឹកនាំផងដោយសារយើងរយៈចុងក្រោយនេះយើងអត់ទាន់បានហ៊ានរៀបចំដោយសាររងចាំតំណែងពីខាងលើតកតងនឹងទម្រង់ផ្សេងហើយក្រោយមកយើងទទួលបានដំណឹងតកតងនឹងទម្រង់គឺយើងប្រើទម្រង់ចាស់សូមឲ្យតាមសាលារៀបចំកែសម្រួលពីប្រព័ន្ធចាស់របស់យើងហើយក្នុងនោះខ្ញុំក៏បានរៀបចំប្រព័ន្ធនេះឡើងសម្រាប់ជាជំនួយការពិតខ្ញុំរៀបដើម្បីប្រើប្រាស់នៅក្នុងសាលាខ្ញុំទេគឺខ្ញុំក៏បានប្រើសាកល្បងប្រើប្រាស់វាមួយឆ្នាំដែរហើយឆ្នាំនេះយើងបានកែសម្រួលមួយចំនួនអញ្ចឹងទី1យើងមានទំព័រមុខបែបនេះបាទហើយអានេះខ្ញុំបានរៀបចំហើយបាទគឺលោកគ្រូអ្នកគ្រូបាទអានេះយើងប្រើសញ្ញាដែលមានពណ៌នេះបាទកាឡាដែលមានពណ៌ពេញសប្តាហ៍នេះធ្វើជាកាឡាគំរូបាទនេះកាឡានេះគឺជាកាឡាគំរូដែលលោកគ្រូអ្នកគ្រូត្រូវបញ្ចូលចំនួនអញ្ចឹងសប្តាហ៍នេះវាពេញអញ្ចឹងយកសប្តាហ៍នេះធ្វើជាຂ្នាតដោយលោកគ្រូអ្នកគ្រូមិនចាំបាច់វាយតាមប្រឡោះផ្សេងហ្នឹងទេគឺខ្ញុំបានបិទរូបមន្តអស់ហើយអញ្ចឹងលោកគ្រូឧទាហរណ៍ប៉ះថ្ងៃច័ន្ទ1ម៉ោងម៉ោងទី1ម៉ោងទី2ម៉ោងទី3អញ្ចឹងទៅលោកគ្រូអ្នកគ្រូកាន់តែវាយអញ្ចឹងមកវានឹងលោតឲ្យទៅគ្រប់សប្តាហ៍បាទនៅក្នុងខែបាទខ្ញុំមិនបានចងឆ្លងខែទេដោយសារយើងមួយខែយើងធ្វើម្ដងបាទហ្នឹងអញ្ចឹងខែណាគឺយើងវាយកសប្តាហ៍ជាຂ្នាតបាទហ្នឹងហើយវាបូកសរុបអីលើស្វ័យប្រវត្តិមកបាទហើយខាងលើនេះអានេះក៏ចេញមកស្វ័យប្រវត្តិដែរ3ដែលពណ៌ដិតខ្មៅនេះណាកន្លែងដែលត្រូវកែសម្រួលតែ2កន្លែងនេះទេបាទ2កន្លែងនេះទេដល់យើងមួយនេះគឺប្រើសម្រាប់ម្នាក់បាទដែលលោកគ្រូរើសឈ្មោះនៅទីនេះអាចរើសឈ្មោះនៅទីនេះបានហើយឈ្មោះនេះវាបានមកពីណាបានមកពីការបិទភ្ជាប់ប្រព័ន្ធនេះបាទដំណ T001 ដល់6បាទចឹងខ្ញុំមានប្រព័ន្ធមួយទៀតដែលលោកគ្រូត្រូវ copy បាទនេះខ្ញុំដាក់ប្រព័ន្ធទាំង3នេះសម្រាប់លោកគ្រូ copy ហើយចឹងប្រព័ន្ធ1ដល់6នេះលោកគ្រូត្រូវ make copy ចេញមកបាទនេះទី1នេះ1ដល់6នេះ make copy មកលោកគ្រូពេលដែល make copy រួចលោកគ្រូត្រូវមកបំពេញក្បាលនៅទីនេះបាទដាក់ឈ្មោះសាលាមកបាទវិទ្យាល័យបាទវាយមកហ៊ុនសែនអីដល់មានជ័យអញ្ចឹងមកឈ្មោះសាលាហើយឬខែបាទខែធ្នូអញ្ចឹងមកអា file នេះខ្ញុំដាក់ធ្នូនៅទីនេះចំណងជើងធ្នូមានមួយខែត្រូវមាន file នេះមួយបាទហើយរើសខែមកហើយថវិកានេះអានេះចាំក្រោយបាទចាំក្រោយឆ្នាំសិក្សាខ្ញុំបានដាក់រួចហើយឈ្មោះភូមិឈ្មោះឃុំឈ្មោះអីនេះបំពេញមករួចហើយចាំលោកគ្រូចូលមកតារាងទី3ណាចូលមកតារាងទី3បំពេញឈ្មោះបុគ្គលិកអីនេះអស់បាទអញ្ចឹងលោកគ្រូត្រូវធ្វើតារាងទី3នេះអស់រួចហើយពេលដែលធ្វើតារាងទី3អស់លោកគ្រូចូលមកតារាងទី4 note សម្គាល់របស់តារាងទី4បាទហើយកាលភាគនេះក៏លោកគ្រូដាក់មកហើយបានចូលមកចឹងចាំណាអានេះ make copy មួយសិនអានេះនៅទី3 make copy មួយហើយដាក់ឈ្មោះមួយចឹងមកបាទរួចហើយលោកគ្រូ
make copy មួយទៀតអាទី1នេះដាក់ឈ្មោះថា T 001ដល់6ចឹងមកហើយធ្នូចឹងមកអញ្ចឹងលោកគ្រូត្រូវមកវាយតារាងលេខ3នេះឈ្មោះគ្រូបុគ្គលិកឲ្យអស់ហើយបានចូលមក note នេះវានឹងមានឈ្មោះបុគ្គលិកនេះទៅតាមអ្វីដែលលោកគ្រូវាយនៅតារាងទី3បាទវាយមកឈ្មោះវាលោតឲ្យមកអស់ហើយរួចហើយអានេះគ្រូវាយបើលោកគ្រូដាក់ទី7ទី8ទី9ចែកជា3កន្លែងមកអានេះដាក់ទី7មកទី8ទី9ចឹងមកហើយអានេះឈ្មោះវាយទៅទី7បានហើយឧទាហរណ៍នេះបាទបើអត់មានទេរំលងចឹងមកបាទឧទាហរណ៍ B នេះជីវៈ10នេះបាទថ្នាក់ទី10បាទហ្នឹងចឹងមកណាហើយដល់ថ្នាក់ទី8វាយទៅនេះមកជីវៈថ្នាក់ទី8 A B C ចឹងមកភូមិ G10 DES បាទភូមិ3ថ្នាក់នេះ M 11G គណិត 11G អីចឹងមកបាទវាយចឹងមកវានឹងលោតមកនេះឲ្យđểស្វ័យប្រវត្តិអានេះអត់ប៉ះពាល់អីទេណារូបមន្តដោយសារយកអានេះផ្សំគ្នាបាទតិចទៀតខ្ញុំប្រាប់សារៈប្រយោជន៍បាទហើយម៉ោងបរិញ្ញាសរុបវាយមកអានេះម៉ោងបរិញ្ញាសរុបណាហើយតួនាទីគាត់បាទចឹងមកអានេះបន្ទុកថ្នាក់បាទអានេះម៉ោងកាច់ចម្រិតបាទហើយអានេះបន្ទុកថ្នាក់ខ្ញុំដាក់រូបមន្តដែរបើសិនទៅសេតណេតសេដាក់ថាបន្ទុកថ្នាក់អញ្ចឹងវានឹងលោតតណេត3ម៉ោងព្រោះបន្ទុកថ្នាក់យើងបាន3ម៉ោងអានេះកូដសម្គាល់បាទ M10 បាទគណិតមិនគណិតទី10ទេណា MO9 គាត់នៅលេខរៀងទី9នោះអញ្ចឹង MO9 សិលធម៌បាទ ENG អង់គ្លេសលេខរៀងទី8អានេះកូដសម្រាប់យើងមកដាក់នៅក្នុងកាលភាគនេះEM24 នេះអីនេះចឹងនេះវាយកូដនេះកូដមុខជាទី1ទី2ទី3ចឹងមកហើយនេះរូបមន្តដែរទេនេះរូបមន្តបាទមុនណាបាទហើយនេះកម្មប្រាក់នេះក៏វាលោតមកស្វ័យប្រវត្តិដែរលោតចេញពីតារាងលេខ3ដែលយើងវាយនេះអញ្ចឹងវាលោតចេញមកស្វ័យប្រវត្តិហើយម៉ោងកំណត់នេះនេះហើយលោកគ្រូនេះខាងលើនេះអត់មានរូបមន្តខាងក្រោមនេះមានរូបមន្តម៉ោងកំណត់របស់លោកគ្រូបរិញ្ញាណាបាទម៉ោងកំណត់អញ្ចឹងយើងគេនេះតាមហ្នឹងមកលោកគ្រូវាយចូលក៏បានដែរនេះបាទខ្ញុំយក16ដកបាទ16ដកបើសិនមានកាយចម្រិតដកកាយចម្រិតសិនបើសិនមានទុកថ្នាក់ដកទុកថ្នាក់ទៀតបាទអញ្ចឹងវាចេញមកនេះហើយនេះមុខជាបរិញ្ញាវាយជាអសបាទវាយជាអសមកវាយឲ្យពេញណាបាទភាសាអង់គ្លេសសិលធម៌អញ្ចឹងមកបាទអាហ្នឹងវានឹងមានប្រើប្រាស់នេះអានេះអាពណ៌ QQ នេះនឹងមានយកទៅចេញឲ្យប្រើប្រាស់អញ្ចឹងវាយឲ្យអស់ដូចដែលខ្ញុំនេះមកបាទទៅមកតារាងទី4ទី6អីនេះឈ្មោះវាលោតមកដោយស្វ័យប្រវត្តិណាហើយស្វ័យប្រកាសអីនេះបាទវានឹងលោតមកដោយស្វ័យប្រកាសវាអត់ស្វ័យប្រវត្តិទេស្វ័យប្រវត្តិតែឈ្មោះតែអីនេះទេបាទហើយឯកទេសបដិបដាលនេះក៏លោកគ្រូវាយនៅក្នុងវិកសប្តាហ៍ទី1មកហើយតួនាទីវាលោតមកស្វ័យប្រវត្តិហើយអាម៉ោងនេះបាទម៉ោងនេះខ្ញុំលោកគ្រូវាយសារថ្មីមកបាទហ្នឹងវាតាមសប្តាហ៍អញ្ចឹងធ្វើមកសប្តាហ៍ទី2ធ្វើដែរមកទី3ទី4ទី5ធ្វើដែរមកបាទហ្នឹងអញ្ចឹងធ្វើអាហ្នឹងហើយលោកគ្រូចូលមកតារាងទី7តារាងទី7នេះនេះខ្ញុំធ្វើដោយសារខ្ញុំមាន43នាក់លោកគ្រូណាអញ្ចឹងធ្វើរាយបាន43នាក់មកបាទ make copy T007 នេះមួយទៀតបាទនេះនៅលេខរៀងទី2 copy វាមកដូរទៅពណ៌មុខដូរអីបាទភូមិឃុំអីមកជ្រើសរើសខែមកហើយយកអា T006 នេះបិទភ្ជាប់នេះយកហ្នឹងមក copy ដាក់ចូលទៅនេះផ្លែកបាទអញ្ចឹងពេលដែល copy ចូលផ្លែកបាទគ្រូអាចជ្រើសរើសនេះបានដែរនេះជ្រើសរើសឈ្មោះគ្រូនេះមកទាំងអស់សាលារបស់លោកគ្រូណាហើយពេលជ្រើសរើសអង្គសូយ៉ាចេះនេះវាដូរមកជីវៈជ្រើសរើសសេងសុខៈវាដូរមកភាសាអង់គ្លេសសិលធម៌កសិកម្មដូរមកកែវតារាកសិកម្មយ៉ាងមកដូរមកប៉ុណ្ណរ៉ាត់ភាសាអង់គ្លេស
ចឹងវាដូរមកស្វ័យប្រវត្តិហើយខាងក្រោមថ្នាក់រៀនក៏ស្វ័យប្រវត្តិទៀតឧទាហរណ៍មើលឯសគុណកសិកម្មហើយថ្នាក់ណាខ្លះវាចេញឲ្យអាហ្នឹងវាចេញមកពីណាចេញមកដោយសារយើងបិទភ្ជាប់នេះ T001.6 នេះពេលដែលបិទភ្ជាប់អាហ្នឹងនេះបិទភ្ជាប់អាហ្នឹងយើងបានបំពេញមិញនៅក្នុង note មិញនេះបានខ្ញុំឲ្យបំពេញដោយប្រយ័ត្នប្រយែងតាមហ្នឹងណាឈ្មោះថ្នាក់បាទនេះវាចាប់យកចេញពីត្នេះដែលគ្រូបំពេញថ្នាក់ទី7ទី8ទី9ហ្នឹងណារៀនថ្នាក់ណាថ្នាក់ខ្លះវានឹងចេញឲ្យមកទៅហ្នឹងបាទចេញឲ្យមកនេះមុខជាបរិញ្ញាយកចេញមកពីណាចេញមកពីអាក្រោយនេះបាទនេះមុខជាបរិញ្ញានេះរៀនបានមុខពេញអស់មកបាទអញ្ចឹងវានឹងលោតចេញឲ្យមកហ្នឹងហើយឈ្មោះថ្នាក់បរិញ្ញានេះបាទលោតចេញឲ្យមកទៀតបាទហើយបរិញ្ញាម៉ោងកំណត់ម៉ោងអីវានឹងស្វ័យប្រវត្តិទាញចេញមកពីអា note នេះឯងអញ្ចឹងបានថាបំពេញអា note នេះឲ្យត្រូវបាទអញ្ចឹងវានឹងចេញឲ្យហើយមានតារាងផ្សេងទៀតខ្ញុំបញ្យល់ទៅមិនអស់ទេបាទដូចជាតារាងក្របមុខអីនេះក៏វាស្វ័យប្រវត្តិសំណើម៉ោងបន្ថែមនេះក៏វានឹងយកតួលេខមកដោយស្វ័យប្រវត្តិទៀតនេះប្រហែលម៉ោងលេខជាអក្សរនេះគឺយើងមកទៅសេក្នុងនេះបាទលោកគ្រូមើលនេះមកបាទនេះទឹកប្រាក់នេះប្រហែលសេមកបាទអានេះវាលោតស្វ័យប្រវត្តិទាញចេញពីកតារាងលេខ1នេះតារាងលេខ1នេះនៅពេលដែលធ្វើស្វ័យប្រកាសនេះចប់វានឹងគណនាតាមមុខវិជ្ជានេះម៉ានម៉ោងឲ្យមកចេញអានេះហើយអានេះវានឹងចាប់បញ្ជូនមកទំព័រមុខអានេះយើងសរសេរដោយដៃអត់ស្វ័យប្រវត្តិទេបាទសរសេរអានេះដោយដៃមកបាទសរសេរដោយដៃមកចេញអានេះហ่ะបាទrồiហើយវានឹងទៅស្វ័យប្រវត្តិពី3តារាងទៀតបាទនេះដូចតារាងទី5តារាងទី6អីវានឹងស្វ័យប្រវត្តិដែរណាបាទវានឹងស្វ័យប្រវត្តិមកតារាងទី5ទី6នេះបាទហ្នឹងហើយនេះលោកគ្រូត្រូវយក link នេះមកបិទចំនៅទីនេះអា link លេខ1លេខ2លេខ3អាតារាងទីនេះតារាងទី7នេះណាបាទតារាងទី7នេះយកមកបិទភ្ជាប់បាទដាក់តារាងដាក់តារាងទី7ចឹងណានេះទៅបាទតារាងទី7ចឹងមកចឹងតារាងទី7នេះត្រូវយក make copy ឲ្យបានច្រើនមកនេះទី1ទី2យកមកបិទភ្ជាប់នេះនៅតែអស់យកមកតម្លាក់ទៅនឹងចូលអស់មកតម្លាក់រហូតដល់គ្រប់គ្នាមកបាទបានទិន្នន័យវាទាញមកគណនាមកតាមនេះតារាងទី5ទី6អីនេះម៉ោងបន្ថែមម៉ោងអីប្រហែលម៉ោងវានឹងទាញមកពីនោះដោយស្វ័យប្រវត្តិបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនទ្រូប៉ុណ្ណឹងចោះទោះបីបង្ហាញច្រើនពេកខ្លាចលោកគ្រូស្មុគស្មាញអញ្ចឹងលោកគ្រូប្រសិនបើចាប់អារម្មណ៍គ្រូសាកល្បងធ្វើចោះបាទទៅតាមហ្នឹងបាទហើយសុស copy លោកគ្រូអាចទំនាក់ទំនងមកខ្ញុំផ្ទាល់ក៏បានបាទលេខទូរស័ព្ទ0 Telegram ណា092 573 673បាទ092 573 673បាទនេះលេខ Telegram ខ្ញុំហើយបាទមានចម្ងល់អីអាចសាកសួរគ្នាបន្ថែមទៀតខ្ញុំអត់ហ៊ានទម្លាក់ចូលក្នុងក្រុមដោយសារទី1អត់ទាន់មានការអនុញ្ញាតពីថ្នាក់ដឹកនាំផងទី2ខ្លាចពេលដែលលោកគ្រូប្រើប្រាស់ទៅជានាំបញ្ហាផ្សេងខ្លាចកំហុសផ្សេងទៅលេងខុសទាំងអស់គ្នាទៅនាំមកយឺតយ៉ាវដំណើរការធ្វើម៉ោងបន្ថែមរបស់លោកគ្រូទៅកំហុសមកពីខ្ញុំវិញអញ្ចឹងហ្នឹងតបាទកុំឲ្យទៅជារឿងផ្សេងបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនប៉ុណ្ណឹងចោះបាទខុសត្រូវអីក៏សូមអធិស្ឋានបាទ